បាទសូមជម្រាបសួរក៏ដូចជាសួស្តីដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការបកស្រាយវីដេអូមួយនិយាយពីមេរៀនសមាអាជីវៈពីសមាអាជីវៈគឺជាការរកស៊ីចិញ្ចឹមជីវិតដោយត្រឹមត្រូវហើយបន្ថែមទៅនឹងទៀតហ្នឹងគឺយើងត្រូវតែចេះស្គាល់ចេះលែងលោកស្គាល់ប្រមាណនិងចេះប្រមូលសន្សំនៅទ្រព្យហ្នឹងដោយបញ្ញាបញ្ញាឆ្លៀសវៃមិនមែនចេះតែសន្សំយកទ្រព្យដោយមិនបានគិតពិចារណាទេហើយក្នុងនោះដែរគឺមានការទូមានឬក៏តម្រូវឲ្យវាចាស់នៅមុខរបរឬមុខចំនួន5ប្រភេទក្នុងសមាជីវៈទី1គឺការលក់ដូរអាវុធឬក៏គ្រឿងប្រហារសំដៅដល់សម្ភារៈឬវត្ថុទាំងឡាយណាដែលធ្វើឲ្យរូបរាងកាយមនុស្សឬក៏សត្វហ្នឹងកើតចេញជាទុក្ខវេទនាឬក៏អន្តរាយដល់ជីវិតនឹងមានជាកំបិតដៃកំភ្លើងគ្រឿងផ្ទុំហ្នឹងទី2គឺការជួញដូរមនុស្សគឺសំដៅដល់ការជួញដូរមនុស្សគ្រប់ប្រភេទដើម្បីបានជាកម្រៃប្រយោជន៍ផ្ទាល់ខ្លួនប្រយោជន៍សម្រាប់អាជីវកម្មខ្លួនគឺតាមរយៈការលងលោមការបោកបញ្ឆោតឬក៏ការប្រើឧបាយគ្រប់ប្រភេទនិងទី3គឺការលក់សាច់សំដៅទៅដល់ការជំនួញទាំងឡាយណាដែលយើងលក់សត្វរស់តែដែលគេនឹងយកទៅសម្លាប់ឬក៏យើងលក់សត្វដែលយើងចិញ្ចឹមហ្នឹងដែលគេនឹងយកទៅយើងលក់ទៅហ្នឹងដើម្បីគេយកសម្លាប់ហ្នឹងដើម្បីយើងបានជាកម្រៃនិងទី4គឺការជួញដូរគ្រឿងញៀនឬក៏គ្រឿងស្រវឹងសំដៅទៅដល់សារធាតុញៀនឬគ្រឿងស្រវឹងទាំងឡាយណាដែលធ្វើឲ្យយើងហ្នឹងគឺបាត់បង់សតិបាត់បង់ស្មារតីដែលកោចរិតឬក៏ដែលជាផ្លូវមួយដែលធ្វើយើងបាត់បង់បញ្ញាហើយវាបង្កឲ្យកើតទៅជាវាជាប្រភពនៃបង្កឲ្យកើតជាចំនួនគ្រប់យ៉ាងនិងទី5ចុងក្រោយគឺការលក់ថ្នាំពឹសបណ្ណេយសំដៅទៅដល់ការលក់ថ្នាំពឹសថ្នាំពុលសារធាតុទាំងឡាយណាហ្នឹងដែលអ្នកបរិភោគទៅហើយហ្នឹងឲ្យមានវិនិច្ឆ័យអន្តរាយដល់ជីវិតឬក៏កើតជាទុក្ខទោសវេទនាទៅដល់រូបរាងកាយបាទហើយនៅក្នុងបន្ថែមទៅនឹងផងដែរគឺត្រូវព្រមទៅនឹងការគោរពនៅគោលការណ៍សិលតែ7ដោយវាចាស់នៅកាយទុច្ចរិត3និងវិជ័យទុច្ចរិត4នៅក្នុងកាយទុច្ចរិត3កាលណាយើងប្រព្រឹត្តដើម្បីបានជាទ្រព្យបានជាប្រយោជន៍បានជាលុយកាក់ហ្នឹងយើងចាត់ចូលទៅជាមច្ឆាអាជីវៈតែបើសិនជាយើងធ្វើទង្វើទម្លាប់របស់យើងប្រចាំថ្ងៃទង្វើផ្ទាល់ខ្លួនហ្នឹងនៅកាយទុច្ចរិតទាំង3ហ្នឹងវាចាត់ចូលទៅក្នុងមច្ឆាកមន្តៈវិញជាទី1គឺការសម្លាប់ជីវិតសត្វទាំងឡាយដើម្បីបានទ្រព្យទី2គឺការលួចការប្លន់ការប្រព្រឹត្តពុករលួយទាំងឡាយដើម្បីបានទ្រព្យសម្បត្តិនិងទី3នោះគឺការប្រព្រឹត្តខុសក្នុងកាមការរកស៊ីជួញដូរក្នុងកាមក្នុងភេទសម្ព័ន្ធហ្នឹងដើម្បីបានជាទ្រព្យអាហ្នឹងគឺចាត់ទុកទៅក្នុងមច្ឆាអាជីវៈនិងចំណុចទី2វិជ័យទុច្ចរិត4វិជ័យទុច្ចរិត4ការប្រព្រឹត្តរបស់យើងទាំងឡាយទៅនឹងពាក្យសម្ដីហ្នឹងដើម្បីបានជាទ្រព្យមកដែរហ្នឹងទី1គឺនិយាយភូតកុហកបោកបញ្ឆោតដើម្បីបានមានប្រាក់ទ្រព្យសម្បត្តិហ្នឹងទី2ការនិយាយញុះញង់ក្បែកបាក់ទី3និយាយជេរប្រតិបត្តិសានិងទី4គឺនិយាយប្រពេចប្របែកអត្ថប្រយោជន៍ตัดខ្លឹមសារដើម្បីបានជាទ្រព្យឲ្យបានជាប្រយោជន៍មកតខ្លួនបាទវីដេអូនេះខ្ញុំមានប៉ុណ្ណឹងអរគុណ